ជំរាបសួរបងប្អូនទាំងអស់គ្នាហើយជំរាបសួរបងគាត់មានចម្ងល់សួរខ្ញុំសួរក្នុង comment គាត់សួរថាបងមកជប៉ុននឹងមកតាមសាលាណាហើយសាលាមិនដែរទុកចិត្តអត់អីអត់អញ្ចឹងណាហ្នឹងហើយបងខ្ញុំមកជប៉ុននឹងមកតាមសាលា AHR នៅឯភ្នំពេញហើយគាត់សួរតម្លៃសួរអីចឹងហើយខ្ញុំមកហ្នឹងអស់5000អស់3700ច្រឡំ5000សាលាដែលខ្ញុំរៀនហ្នឹងតែខ្ញុំរៀនរយៈពេលប្រហែលជា7កន្លះឆ្នាំដែរបានខ្ញុំឡើងមកធ្វើការនៅឯប្រទេសជប៉ុនហើយអត់អីបងសាលាហ្នឹងល្អវិន័យរៀងតឹងតែល្អមកដល់គេមកពើយើងគេលុតដំយើងតែយើងមកដល់ជប៉ុនឡើងអីបងមកដល់ជប៉ុនយើងស៊ាំអញ្ចឹងណាហើយកាលពីខ្ញុំមកហ្នឹងអស់3700តែដឹងពី2019ហ្នឹងហើយឥឡូវអត់ដឹងតម្លៃប៉ុន្មានដែរដឹងដូចមុនអត់ឬក៏មិនហើយបងហ្នឹងបងលក្ខណៈថានៅសាលាហ្នឹងកាលខ្ញុំហ្នឹងអត់មានលក្ខណៈថាខ្ចីលុយខ្ចីអីខាងសាលាទេបងតែឥឡូវប្រហែលជាមានក៏មិនដឹងអត់ក៏មិនដឹងតែខ្ញុំអត់ទៅដឹងដែរហើយសាលាហ្នឹងទុកចិត្តបងទុកចិត្តព្រោះខ្ញុំបានមកដល់ធ្វើការនៅជប៉ុនរយៈពេល5-6ឆ្នាំហើយសាលាហ្នឹងនៅចិត្តសាលាអន្តរទេវីហ្នឹងហើយឈ្មោះសាលា AHR បាទ AHR តែឥឡូវអត់ដូរតាណានៅកន្លែងណាដែរបងហ្នឹងហើយបងបើសិនណាបងមានចំណាប់អារម្មណ៍បងចង់មកធ្វើការនៅជប៉ុនខ្ញុំណែនាំឲ្យសាលាហ្នឹងល្អបងសាលាហ្នឹងល្អពួកខ្ញុំធ្លាប់រៀននៅសាលាហ្នឹងហើយកាលពីខ្ញុំរៀនមនុស្សច្រើនណាមនុស្សច្រើនដូចជា300នាក់ជាងតែឥឡូវខ្ញុំមកសូវបានដឹងដែរហ្នឹងហើយក៏សួរមកធ្វើការជប៉ុនមិនដែរអីមិនដែរចឹងបងអើយហត់ណាមកធ្វើសំណង់ពួកខ្ញុំមកធ្វើសំណង់ទាំងហាលក្តៅទាំងហាលភ្លៀងតែធ្វើមិនមកដល់ហើយយើងរត់ទៅវិញក៏វាមិនកើតដែរពេលអញ្ចឹងហើយចេះតែទ្រាំទៅឥឡូវទ្រាំឥឡូវចិត្តផុតឆ្នាំទៅទេហើយនៅតែមួយឆ្នាំជាងទៀតទេគឺផុតអាណត្តិហើយលែងបានមកជប៉ុននេះដែរបងអើយហើយក៏បងត្រៀមមកអត់អីទេបងត្រៀមចិត្តត្រៀមកាយមកព្រោះការងារច្រើន